មេរៀនជីវិតទាំង9របស់ខុងជឺអ្នកប្រាជ្ញផ្លាស់ប្ដូរជីវិតអ្នកខុងជឺគឺជាទស្សនវិទូគ្រូបង្រៀននិងជាអ្នកនយោបាយដ៏អស្ចារ្យនិងល្បីល្បាញម្នាក់នៅក្នុងប្រទេសចិនការបង្រៀនរបស់លោកផ្ដោតទៅលើការបង្កើតជាគំរូដល់គ្រួសារនិងការបង្កើតនូវស្តង់ដារនៃការអប់រំក្រោយពីការស្លាប់របស់លោកខុងជឺបានក្លាយទៅជាទស្សនវិទូនៃចក្រភពចិនមួយរឿងល្អទាមទារពេលវេលាងាយស្រួលនឹងស្អប់ប៉ុន្តែពិបាកនឹងស្រឡាញ់រឿងល្អពិបាកនឹងសម្រេចបានប៉ុន្តែរឿងអាក្រក់ងាយនឹងកើតឡើងកុំព្យាយាមគិតរឿងអវិជ្ជមានពេកអ្នកគួរតែរៀនបើកគំនិតពីព្រោះថាប្រសិនបើអ្នកមានគំនិតវិជ្ជមានអ្នកនឹងអាចគិតឃើញនៅដំណោះស្រាយនៅរាល់បញ្ហាដែលចាក់ស្រេះទាំងឡាយអ្នកគួរតែរៀនអត់ធ្មត់នៅក្នុងការរងចាំអ្វីមួយកើតឡើងឬអ្នកព្យាយាមសម្រេចគោលដៅរបស់អ្នក2ជ្រើសរើសមិត្តកុំសេពគប់មិត្តដែលមិនប្រសើរជាងអ្នកមនុស្សដែលនៅជុំវិញអ្នកគឺមានសារៈសំខាន់ខ្លាំងណាស់ទៅលើការអភិវឌ្ឍខ្លួនរបស់អ្នកមនុស្សទាំងនោះជាអ្នកដែលមានឥទ្ធិពលទៅលើភាពរីករាយនិងជាអ្នកជួយអ្នកនៅក្នុងការធ្វើការសម្រេចចិត្តផងដែរកុំសេពគប់មិត្តដែលមិនស្មោះត្រង់ពីព្រោះពួកគេតែងតែផ្ញើខ្លួនដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះអ្នកគួរតែសេពគប់មនុស្សណាដែលធ្វើឲ្យអ្នកក្លាយទៅជាមនុស្សពូកែនិងជួយលើកទឹកចិត្តអ្នកឲ្យអ្នកខិតខំប្រឹងប្រែងទើបប្រពៃ3កុំឆាប់បោះបង់មិនថាអ្នកដើរយឺតប៉ុណ្ណានោះទេតែអ្នកសូមកុំឈប់ដើរប្រសិនបើអ្នកហត់អស់កម្លាំងរៀនសម្រាកលំហែកាយលំហែអារម្មណ៍ខ្លះទៅការតស៊ូគឺជាអ្វីដែលអ្នកត្រូវការចាំបាច់បំផុតនៅពេលដែលអ្នកកំពុងតែបន្តដំណើរដើម្បីសម្រេចគោលដៅរបស់អ្នកត្រូវតែបន្តដំណើរទៅមុខហើយប្រសិនបើអ្នកត្រូវការជំនួយអ្នកអាចសុំពីមនុស្សដែលនៅក្បែរអ្នកកុំស្ទាក់ស្ទើរនៅក្នុងការសួរមិត្តជិតស្និទ្ធរបស់អ្នកគ្រូរបស់អ្នកឬសមាជិកគ្រួសាររបស់អ្នកពីព្រោះថាពួកគេអាចនឹងមានគំនិតល្អជាងអ្នក4អតីតកាលគឺជាអតីតកាលការធ្វើខុសគ្មានអ្វីគួរឲ្យខ្លាចទេប៉ុន្តែអ្នកត្រូវតែចងចាំវាមនុស្សគ្រប់រូបសុទ្ធតែធ្លាប់ធ្វើខុសប៉ុន្តែប្រសិនបើអ្នកនៅតែគិតខ្វល់ខ្វាយពីកំហុសទាំងនោះច្រើនពេកនោះអ្នកនឹងមិនអាចមានសេចក្តីពេញចិត្តនឹងរឿងល្អៗនៅចំពោះមុខអ្នកបាននោះទេប្រសិនបើអ្នកធ្វើខុសអ្នកត្រូវរៀនទទួលកំហុសហើយរៀនសូត្រពីកំហុសទាំងនោះកុំខ្វល់ខ្វាយច្រើនពេក5ធ្វើឲ្យអស់ពីសមត្ថភាពពេលអ្នកធ្វើដំណើរចូលនាំបេះដូងរបស់អ្នកទៅផងប្រសិនបើអ្នកធ្វើអ្វីមួយដែលមិនពេញចិត្តនិងគ្មានចំណងធ្វើវាអ្នកនឹងបញ្ឈប់ទៅដេកជាមិនខានផ្ដោតទៅលើគោលដៅរបស់អ្នកទៅលើការងារទំនាក់ទំនងឬការកំសាន្តជាដើមអកប្បកិរិយាខ្ជិលខ្ជាយមិនល្អនោះទេប្រសិនបើអ្នកចង់សម្រេចកិច្ចការធំអ្នកត្រូវធ្វើអ្វីដែលអ្នកចូលចិត្តហើយធ្វើវាឲ្យអស់ពីបេះដូងអស់ពីសមត្ថភាព6គ្រប់គ្រងអារម្មណ៍ប្រសិនបើកំហឹងរបស់អ្នកផ្ទុះឡើងចូលអ្នកគិតអំពីលទ្ធផលបន្ទាប់មនុស្សភាគច្រើនចូលចិត្តនិយាយឬធ្វើអ្វីមួយតាមតែកំហឹងមួយឆាវក្រោយមកទើបសោកស្ដាយនៅទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តពេលអ្នកមានអារម្មណ៍ខឹងនឹងនរណាម្នាក់ចូលអ្នកគិតអំពីលទ្ធផលបន្តិចសិនរាល់ចំនួនទាំងអស់នឹងស្ងប់ប្រសិនបើអ្នកគិតតែបន្តិច7បដូរយុទ្ធសាស្ត្រពេលអ្នកដឹងថាគោលដៅរបស់អ្នកនឹងមិនអាចសម្រេចបានទេកុំបដូរគោលដៅរបស់អ្នកឲ្យសោះតែបដូរយុទ្ធសាស្ត្ររបស់អ្នកវិញប្រសិនបើអ្នកមិនអាចស្វែងរកដំណោះស្រាយនៅក្នុងបញ្ហារបស់អ្នកបានទេអ្នកត្រូវតែព្យាយាមប្រើប្រាស់វិធីសាស្ត្រគ្រប់បែបយ៉ាងដោយធ្វើយ៉ាងណាទាល់តែអាចរកដំណោះស្រាយឃើញកុំព្យាយាមបដូរគោលដៅរបស់អ្នកតែបដូរយុទ្ធសាស្ត្រវិញ8មនុស្សទាំងអស់សុទ្ធតែជាគ្រូរបស់អ្នកប្រសិនបើខ្ញុំដើរជាមួយនឹងមនុស្ស2នាក់ពួកគេទាំងពីរគឺជាគ្រូរបស់ខ្ញុំនឹងរើសយកចំណុចល្អរបស់គេហើយរកចំណុចមិនល្អរបស់គេមកកែប្រែខ្លួនខ្ញុំ
អ្នកអាចរៀនពីជីវិតរបស់មនុស្សគ្រប់គ្នាដែលជួបនៅក្នុងជីវិតរបស់អ្នកបទពិសោធន៍ជីវិតការឈឺចាប់ភាពជោគជ័យគឺជាមេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់អ្នកដើម្បីរៀនសូត្រ9រៀបចំខ្លួនការរំពឹងទុកក្នុងជីវិតគឺការពឹងផ្អែកលើភាពហ្មត់ចត់ហើយដើម្បីឲ្យការងារមួយឲ្យល្អអ្នកត្រូវតែរៀបចំគម្រោងរបស់អ្នកសិនអ្នកគួរតែរៀបចំវិធីសាស្ត្រដើម្បីសម្រេចគោលដៅរបស់អ្នកមុននឹងចាប់ផ្ដើមធ្វើដំណើរទៅរកវាអ្នកត្រូវរៀបចំគម្រោងឲ្យបានល្អពេលអ្នករៀបចំរួចរាល់ស្រេចបាច់ហើយអ្នកនឹងគ្រប់គ្រងរឿងទាំងអស់នោះបានកាន់តែប្រសើរឡើងសូមអរគុណសម្រាប់ការស្ដាប់ podcast របស់ admin ទាំងអស់គ្នាសូមជួបគ្នានៅវីដេអូក្រោយទៀត